มัสการกระทรวงกรมรัฐนิมนต์ปางครูประเสริฐสังวรเทระบานบูชีปฏิบไฟจมพัวประรัตนตรัยคณะสมรัตเนียนิมนต์บปิดประสัมพุทธทั้งหลายเมียนเชียเยี่ยมพรมประอังกาลนึกนองสังสารวัฏประกอบโดยพีถึงปวงตรงเมียนประตีเหนื่อยนายหายอัมพีวัดดัตุกถึงปวงแต่ตรงมันตอนประเดเปียนปรุเมียนสกได้อนัดไกลเปกดอลปุสัตกันอ๋อดำเมียนขนงจักรวาลเจียอนอนกันอ๋อโปรเหตุโนพระมหามณีทั้งหลายชั่วท่าประกอบโดยกรุณายืงยมทั้งหลายสมนมัสการเนื้อมหากรุณาคุณในพระพุทธเจ้าจักกรุพระองค์ทั้งอ๋อนุโดยสกได้กรุบกอดไกรสอบการกรุบตึกตีกายวันตนีนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตสัมมาสัมพุทธัสสะยมประการณาช่วยขนมอากาศไปนี้សូមប្រកាសឡើងនៅជីវប្រវត្តិសង្ខេបរបស់អ្នកម្ដាយបន្តិចដើម្បីប្រកេតនឹងជំរាបជូនដល់ពុទ្ធបរិស័ទដែលមានវត្តមាននៅក្នុងទីនេះអ្នកម្ដាយបាសិការិទ្ធសរើតគឺប្រសូតនៅនាថ្ងៃអង្គារ12កើតខែមិគសេក្នុងឆ្នាំរកាពុទ្ធសករាជ2501ត្រូវនៅថ្ងៃទី3ខែធ្នូឆ្នាំ1957ស្ថិតនៅភូមិក្រពើជើងឃុំភ្នំសំពៅស្រុកបាត់ដំបងខេត្តបាត់ដំបងអ្នកម្ដាយជាធីតារបស់លោកពុទ្ធឧបាសករតឡាននិងឧបាសិកាសយហូអ្នកម្ដាយមានបងប្អូនបង្កើតចំនួន6នាក់ប្រុស3នាក់និងស្រី3នាក់អ្នកម្ដាយរត់ស្រើតគឺជាកូនទី4នៅក្នុងជនមាយុនៅនាឆ្នាំ1975អ្នកម្ដាយបានរៀបចំអាពាហ៍ពិពាហ៍ជាមួយនឹងបណ្ឌិតឧបាសកប្រុកយុនដែលជាបុត្រារបស់លោកឧបាសកប្រុកនៅនិងឧបាសិកាសំង៉ែតនៅភូមិក្រពើជើងឃុំភ្នំសំពៅស្រុកកំណន់ស្រុកបាត់ដំបងខេត្តបាត់ដំបងអ្នកម្ដាយមានបុត្រចំនួន3នៅរូបក្នុងនាមជាពុទ្ធបរិស័ទអ្នកម្ដាយបានកសាងសន្សំនៅគុណធម៌សេចក្តីល្អសម្រាប់ខ្លួនបានយ៉ាងច្រើនហើយនឹងជាអ្នកដែលមានសកម្មភាពយ៉ាងសកម្មក្នុងការជួយសង្គមជាតិនិងសង្គមសាសនាតាមសម្គាល់ដល់លទ្ធភាពរបស់អ្នកម្ដាយផ្នែកខាងសង្គមអ្នកម្ដាយបានចូលរួមតាមផ្នែកផ្សេងដូចតាមមូលដ្ឋានដូចជាការសាងសង់ផ្លូវថ្នល់ផ្លូវលំក្នុងភូមិចាក់ដីនិងចូលរួមកសាងសាលារៀនរបងសាលាលក្ខនិងលក្ខផ្នែកព្រះពុទ្ធសាសនាអ្នកម្ដាយបានមានសទ្ធាជ្រះថ្លាបានវេដីថ្វាយសង់ចំនួន1768ម៉ែត្រការ៉េទុកជាសម្បត្តិក្នុងព្រះពុទ្ធសាសនាលើពីនោះទៅទៀតអ្នកម្ដាយបានចូលរួមទិញដីពង្រីកវត្តជាច្រើនដងជាច្រើនសារតាមសេចក្តីត្រូវការរបស់វត្តបានចូលរួមកសាងកុដិជាច្រើនខ្នងសម្រាប់ព្រះសង្ឃគង់សិក្សារៀនសូត្របានចូលរួមកសាងសាលាឆាន់ទាំងចាស់ទាំងថ្មីសម្រាប់ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានប្រើប្រាស់ជាសម្បត្តិរួមបានចូលរួមកសាងសាលារៀនប្រគេនព្រះសង្ឃក្នុងវត្តនិងចូលរួមកសាងរបងវត្តកសាងជណ្ដើរក្នុងវត្តកសាងខឿនជុំវិញវត្តលក្ខនិងលក្ខលើពីនោះទៅទៀតអ្នកម្ដាយឧបាសិការិទ្ធសរើតបានចូលខ្លួនមកកាន់ព្រះពុទ្ធសាសនាប្រគល់កាយថ្វាយខ្លួនដល់ព្រះរតនត្រ័យគឺនៅនាអាយុ43ឆ្នាំអ្នកម្ដាយបានរក្សានៅនិច្ចសិលនៅនាឆ្នាំ2001ឆ្នាំ2005អ្នកម្ដាយបានចាប់ផ្ដើមរក្សានៅឧបោសថដែលប្រកបដោយអង្គ8លើសពីនោះទៅទៀតអ្នកម្ដាយបានធ្វើដំណើរទៅកាន់ពុទ្ធស្ថាននៅប្រទេសឥណ្ឌាប្រទេសលង្កាប្រទេសភូមាដើម្បីធ្វើគោរពសក្ការៈចំពោះព្រះដ៏មានព្រះភិក្ខហើយអ្នកម្ដាយក៏បានរក្សានៅគុណធម៌ទាំងឡាយទាំងពួងនេះមានសិលនិងទានជាដើមរហូតដល់អ្នកម្ដាយអស់ជន្មីយុទៅ
អ្នកម្ដាយបានធ្វើមរណកាលនៅនាថ្ងៃ900ខែពិសាខឆ្នាំមមីពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី10ខែឧសភាឆ្នាំ2026នៅវេលាម៉ោង12ថ្ងៃត្រង់ដោយរោគគាពៀតក្នុងជនអាយុ69ឆ្នាំសេចក្តីល្អទាំងឡាយទាំងពួងបានរៀបរាប់ដោយសង្ខេបមានប្រមាណប៉ុណ្ណេះដែលធ្វើឲ្យក្រុមញាតិដោយចំពោះព្រះអង្គគ្រូព្រះសិលសង្ឃរដ្ឋធិរាបាននឹកឃើញនូវគុណឧបពងខ្ពស់របស់អ្នកម្ដាយក៏បានប្រារព្ធនៅកម្មវិធីបុណ្យតេកណានុបទាននេះឡើងដើម្បីប្រមូលនៅកងការមហាកុសលទាំងអស់គោរពជូនអ្នកម្ដាយសូមអ្នកម្ដាយបានទទួលត្រេកអរអនុមោទនាហើយសូមឲ្យបានទៅកាន់សុគតិសួគ៌ទេវលោកកំបីគ្លៀងគ្លាតឡើយទីបំផុតក៏សូមឲ្យអ្នកម្ដាយបានដល់នៅព្រះនិព្វានជាទីបំផុតនៃសេចក្តីទុក្ខកំបីគ្លៀងគ្លាតឡើយហើយទន្ទឹមនឹងការលើកឡើងពីគុណអ្នកម្ដាយក៏សូមរំលឹកប្រគេនដល់កណ្ដាលព្រះសង្ឃនិងញាតិញោមប្រុសស្រីទាំងអស់រីករាយជ្រះថ្លាផងដែរទៅណាផ្ទៃដីប្រមាណ1768ម៉ែត្រការ៉េដែលបានប្រកាសអំបញ្ញមិញនេះទីនោះគឺមិនទីណាទេគឺទីនេះឯងណាអបកដាប្រសងនឹងញាតិញោមកំពុងតែអង្គុយនេះឯងជាទីដីដែលអ្នកម្ដាយបានវេថ្វាយឲ្យដល់សង្ឃប៉ុណ្ណាសូមរីករាយជ្រះថ្លាអនុមោទនាអមិសទានធម្មទានទាំងឡាយទីពងនេះចូលសម្រាប់មានដល់អ្នកម្ដាយបាសការរិទ្ធសរើតសូមអ្នកម្ដាយបានទទួលត្រេកអរអនុមោទនាយើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសជូនដូចតទៅអ៊ីទាំងវោញាតិណាំងហោតោសុខេតាហនតោញាតយោទាំងអមិសទានផងទាំងធម្មទានផងចូលសម្រាប់មានដល់អ្នកម្ដាយឧបាសិការិទ្ធសរើតព្រមទាំងពពួកញាតិទាំងអស់សូមពពួកញាតិទាំងអស់មានចំណែកនៃបុណ្យរបស់យើងខ្ញុំទេវាកន្តវានិវេតយងសាពេលោកកម្មហេយេសតាជីវ័នរហេតុកាមនោញ្ញងពុជនាងសាពេលផន្តុមេចេតសាទេសព្វសាទុកាជ្រះថ្លាអនុមោទនា